យើងនឹងបន្តយើងខ្ញុំមានពេលជាមួយ45នាទីដើម្បីបញ្ចប់ទៅលើការបង្ហាញទៅលើគម្រោងប្រតិបត្តិនេះបាទឯឆ្នាសូមលោកគ្រូមករូបបាទចូលរួមអាន slide នេះបាទមុននេះលើសូតាលោកគ្រូថាស្ម័គ្រចិត្តអាន slide បាទអញ្ជើញបានលោកគ្រូខ្ញុំបាទអញ្ជើញលោកគ្រូបាទចា 6.2 លឺខ្ញុំហ៎លោកគ្រូលឺលោកគ្រូអញ្ជើញបាទចាអរគុណលោកគ្រូ 6.2 ការណែនាំពីគម្រោងប្រតិបត្តិការប្រឹក្សាណែនាំនៅការិយាល័យត្រូវបានរៀបចំឡើងដើម្បីពង្រឹងនិងអនុវត្តចំណេះដឹងណាមួយដែលអ្នកបានរៀនពីវគ្គអភិវឌ្ឍភាពជាអ្នកដឹកនាំទី1ភាពជាអ្នកដឹកនាំគោលគំនិតមូលដ្ឋានស្ដីពីភាពជាអ្នកដឹកនាំទី2ជំនាញប្រាស្រ័យទាក់ទងការប្រើប្រាស់ជំនាញទំនាក់ទំនងដើម្បីគ្រប់គ្រងនិងលើកទឹកចិត្តបុគ្គលិកទី3សមភាពយេនឌ័រនិងបរិយាបន្ន JC ទី4ការណែនាំអំពីការប្រឹក្សាណែនាំអរគុណលោកគ្រូអរគុណច្រើនអ្នកគ្រូបាទអរគុណអញ្ចឹងតើតើនឹងគម្រោងប្រតិបត្តិរបស់យើងនេះគឺលោកគ្រូនឹងយកជំនាញសំខាន់ទាំង4នេះបាទយើងតកតងមេរៀនទាំង4របស់យើងក្នុងចំណោម5មេរៀនបាទដែលឡែកភាពជាអ្នកនាំយើងបានផ្ដោតលើមេរៀនទី1និងទី2បាទជំនាញប្រស័យតកតងនៅក្នុងមេរៀនទី3សម្ភារយេនឌ័រនិងបរិយាបន្នសង្គមបាទសម្រាប់ភាពជាអ្នកដឹកនាំហ្នឹងគឺនៅក្នុងមេរៀនទី4បាទនៃការប្រឹក្សាណែនាំនេះគឺនៅក្នុងមេរៀនទី5ដែលលោកនឹងយកទៅអនុវត្តចឹងក្នុងនេះយើងរៀបចំឡើងគឺដើម្បីលោកអាចយកជំនាញទាំងអស់នោះទៅអនុវត្តបាទជាពិសេសពាក់ព័ន្ធទៅនឹងជំនាញចុងក្រោយនេះគឺការប្រឹក្សាណែនាំបុគ្គលិកនៅការិយាល័យបាទដែលយើងចង់ផ្ដោតសំខាន់បាទនេះថាដូចជាមកជំរាបកណ្ដាលថាវាជាការចំណេញមួយច្រើនបាទចំណេញដល់ទៅ90%បាទដែលគ្រូនឹងយកទៅបាទជួយបុគ្គលិកនៅក្នុងការិយាល័យរបស់លោកគ្រូដោយផ្ទាល់បាទដែលជាចំណុចមួយដែលសំខាន់បាទអញ្ចឹងបាទអនុវត្តជំនាញបាទចុងក្រោយនេះមួយបានថាការប្រឹក្សាណែនាំបាទវានឹងលោកគ្រូនឹងយកទៅប្រើប្រាស់ទាំងអ្វីដែលគ្រូបានសិក្សាទាំងពីមេរៀនទី1ទី2ទី3បាទរហូតដល់មេរៀនទី4បាទរួមនឹងបំណិនចុងក្រោយនឹងខ្លួនឯងហ្នឹងក៏ត្រូវយកទៅជួយគ្រប់គ្រងបុគ្គលិកបន្ថែមដែរបាទចំណុចនេះជាចំណុចមួយសំខាន់ខ្ញុំសូមចូលទៅកាន់ slide មួយទៀតបាទបាទសូមលោកគ្រូមួយរូបទៀតបាទចូលរួមអានលើ slide នេះបាទអញ្ជើញលោកគ្រូម្ដងបាទមុននេះអ្នកគ្រូយើងឆ្លាស់គ្នាអានបាទបាទអញ្ជើញលោកគ្រូបាទលោកគ្រូអនុញ្ញាតចាប់ផ្ដើមលោកគ្រូបាទអញ្ជើញលោកគ្រូបាទអំពីដំណើរការនរណាគឺមន្ត្រីថ្នាក់ជាតិរបស់ MOEYS ទាំងអស់ដែលបានចូលរួមវគ្គបណ្ដុំបណ្ដាលស្ដីពីការអភិវឌ្ឍភាពជាអ្នកដឹកនាំអ្វីការកំណត់ពីតម្រូវការរបស់បុគ្គលិកសហសេវកសម្រាប់ការអភិវឌ្ឍផ្នែកវិជ្ជាជីវៈតាក់ទងទៅនឹងប្រធានបទទាំង4ដែលបានរៀបរាប់ខាងលើនិងអនុវត្តការប្រឹក្សាណែនាំនៅកន្លែងការងាររបៀបណាដើម្បីអនុវត្តបានជោគជ័យនៅគម្រោងប្រតិបត្តិនេះអ្នកត្រូវអនុវត្តតាមជំហានចំនួន6នៅពេលណាគម្រោងប្រតិបត្តិនេះនឹងចាប់ផ្ដើមភ្លាមក្រោយពីសិក្ខាកាមបានបញ្ចប់វគ្គបណ្ដុំបណ្ដាលការអភិវឌ្ឍភាពជាអ្នកដឹកនាំហើយរយៈពេលគម្រោងប្រតិបត្តិនេះនឹងត្រូវបញ្ចប់យ៉ាងយូររយៈពេល4សប្តាហ៍បាទសូមគោរពអរគុណអរគុណច្រើនលោកគ្រូបាទអរគុណច្រើនបាទចឹងក្នុងនេះក៏បញ្ជាក់ជូនលោកបន្ថែមថាលោកគ្រូទាំងអស់នឹងចូលរួមបាទដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះនិងអនុវត្តគម្រោងប្រតិបត្តិនេះបាទហើយអ្វីដែលត្រូវអនុវត្តបាទមានន័យថាពីការត្រូវចូលរួមឬក៏ធ្វើការងារជាក្រុមបាទក្នុងការកំណត់ពីតម្រូវការរបស់បុគ្គលិកឬក៏សហសេវក
បាទក្នុងការឡាយរបស់នឹងគ្រូផ្ទាល់ហ្នឹងបាទអាចជាអ្នកក្រៅបង្គាប់ឬក៏ជាសហសេវករបស់នឹងគ្រូបាទសម្រាប់ការវិវត្តវិជ្ជាជីវៈតាក់ទងទៅនឹងប្រធានបទទាំង4ខាងលើនេះបាទមានវិជ្ជាដឹកនាំមានជំនាញប្រស័យតាក់ទងមានសម្ភារ gender និងបរិយាបន្នសង្គមបាទហើយនឹងជំនាញប្រឹក្សាណែនាំនឹងឯងបាទយើងយកទៅអនុវត្តនៅក្នុងកន្លែងការងារបាទតែយើងផ្ដោតសំខាន់គឺការអនុវត្តប្រឹក្សាណែនាំនៅកន្លែងការងារបាទរបៀបណាចឹងក្នុងការអនុវត្តគម្រោងនេះបានជោគជ័យនឹងដើរតាម6ជំហានបាននៅបង្ហាញនៅក្នុង slide បន្ទាប់បាទហើយសួរថានៅពេលណាគឺនៅពេលដែលគ្រូបញ្ចប់ការបណ្ដុះបណ្ដាលវគ្គអភិវឌ្ឍភាពជាអ្នកដឹកនាំនេះហើយមិនថាបន្ទាប់ពីថ្ងៃនេះទៅបាទគឺថ្ងៃស្អែកគឺគ្រូអាចចាប់ដើមវិភាសាក្រុមរៀបចំធ្វើផែនការនឹងបាទហើយរយៈពេលប្រហែលគឺមានពេលជុំវិញ4សប្តាហ៍អញ្ចឹងយើងអាចនឹងចាប់ដើមរាប់ពីថ្ងៃស្អែកទៅបាទហើយតទៅមុខទៀតជុំវិញ4សប្តាហ៍ត្រូវបញ្ចប់ទៅលើគម្រោងហ្នឹងអញ្ចឹងគឺបាទអរគុណខ្ញុំសូមទៅទៀតសិនហើយបើសិនគ្រូមានសំណួរអាចសួរនៅចុងបញ្ចប់យើងអាចទៅចែកគ្នាបន្ថែមបានបាទសូមលោកគ្រូមួយរូបទៀតចូលរួមអានលើ slide នេះខ្ញុំសូមអានម្ដងទៀតលោកគ្រូបាទគ្រូអញ្ជើញបាទដំណើរការសូមចាំថាតម្រូវការនិងគោលដៅនៃការប្រឹក្សាយោបល់ត្រូវកំណត់ដោយអ្នកទទួលប្រឹក្សាផ្ដោតលើការបំពេញការងារនៅការិយាល័យនិងការអភិវឌ្ឍអាជីពជាឧទាហរណ៍ខាងក្រោមលើកកម្ពស់ជំនាញភាពជាអ្នកដឹកនាំដើម្បីកែលម្អការគ្រប់គ្រងក្រុមការងារទី2លើកកម្ពស់ជំនាញប្រាស្រ័យតាក់ទងដើម្បីកែលម្អការនិយាយជាសាធារណៈតាក់ទងនឹងការងារទី3លើកកម្ពស់ជំនាញប្រាស្រ័យតាក់ទងដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាននៅកន្លែងការងារទី4លើកកម្ពស់ការយល់ដឹងលើកកម្ពស់ការយល់ដឹង JC ដើម្បីអនុវត្តការប្រមូលទិន្នន័យស្តីពីការគ្រប់គ្រងបុគ្គលិកតាមពេលវេលាកំណត់បាទអរគុណច្រើនអ្នកគ្រូបាទអរគុណអញ្ចឹងក្នុងនេះគ្រាន់តែជាការបាទជាការបញ្ជាក់បន្ថែមអញ្ចឹងបាទជាការកំណត់ទៅលើតម្រូវការបាទឬគោលដៅនៃការប្រឹក្សាណែនាំនេះបាទត្រូវបានកំណត់ដោយអ្នកទទួលការប្រឹក្សាណែនាំបែបថាយើងអ្នកផ្ដល់ប្រឹក្សាណែនាំតែកំណត់គាត់ថាត្រូវតែរៀនអីទេប៉ុន្តែយើងអាចពិភាក្សាមួយគាត់ដើម្បីឲ្យគាត់អាចកំណត់ទៅលើគោលដៅឬគោលបំណងនៃការឬក៏តម្រូវការរបស់គាត់ពាក់ព័ន្ធទៅនឹងការងារប្រចាំថ្ងៃរបស់គាត់យើងគិតថាគាត់បើគាត់ជាមន្ត្រីនៃការិយាល័យមួយឲ្យគាត់ពិនិត្យមើលថាគាត់ខ្វះខាតអីបាទនេះជាឧទាហរណ៍ដែលជាគោលបំណងទៅលើគាត់ចង់លើកកម្ពស់ភាពជាអ្នកដឹកនាំដើម្បីកែលម្អការគ្រប់គ្រងក្រុមការងារឧទាហរណ៍ណាបាទចឹងហ្នឹងគាត់អាចកំណត់វាជាគោលដៅឬគោលបំណងនៃការចូលក្នុងគម្រោងប្រតិបត្តិរបស់លោកផ្ទាល់ហ្នឹងបាទហ្នឹងខាងក្រោមនេះជាឧទាហរណ៍បាទសម្រាប់តម្រូវការឬក៏គោលបំណងនៃការចូលរួមក្នុងគម្រោងប្រតិបត្តិហ្នឹងអញ្ចឹងគាត់អាចសិតមកបាទខ្លីខ្លឹមហើយគ្រប់ជ្រុងជ្រោយក្នុងនោះច្បាស់យើងអាចធ្វើបានខ្ញុំសូមទៅទៀតសិនបាទសូមនឹងរូបអានលើ slide នេះបាទនឹងរូបផ្សេងទៀតបាទតែអត់តបានអញ្ជើញចូលរួមអាចអញ្ជើញចូលរួមអានបាទគ្រូសូមចូលរួមអានបន្តិចបាទសូមរកអញ្ជើញបាទសូមគ្រប់ចាប់ដើមតែម្ដងរបៀបអាចអនុវត្តបានទី1ផលិតសម្ភារៈផ្ដល់ព័ត៌មានទី2ទេចំណេះដឹងតាមរយៈការប្រជុំក្រៅផ្លូវការប្រចាំសប្តាហ៍ទី3ទេចំណេះដឹងតាមរយៈការប្រជុំជាផ្លូវការអនុញ្ញាតឲ្យបុគ្គលិករបស់អ្នកអនុវត្តសកម្មភាពមួយចំនួនក្នុងចំណោមសកម្មភាពនានាដែលអ្នកបានអនុវត្តក្នុងពេលបណ្ដុះបណ្ដាលដោយផ្អែកលើតម្រូវការឬចំណាប់អារម្មណ៍របស់ពួកគាត់បាទអរគុណច្រើនលោកគ្រូបាទអរគុណចឹងក្នុងនេះយើងនឹងអនុវត្តទៅលើ3ចំណុចសំខាន់បាទទី1អាចថាជាការផលិតសម្ភារៈផ្ដល់ព័ត៌មានបាទតាមរយៈការ
và miền tầm rong mấy ca srong mấy ca promo bỏ miền xem và đại nông ở bạc sập pon ảnh miền đấy và mỗi tiết tệ tôn này ca tê trong này đang tam giải caประชุมcài lời caประจำสัปดาห์và ca chụpในห้างกาแฟcaประชุมบ่ามนหรือก็เปสเมียยำกาแฟอาหารสำรองในกลางกลางนี้ที่ฮอตนะบ่หรือก็กลายมากลางนี้กลายมา กลางนี้ยังไงประชุมมั้ยvà một tiết ca tê trong này đang tam giải caประชุมchụp lời ca và chứngประชุมน้องๆประชุมนั้นก็อาชีกาใจเลยที่ก็โปรโมทพอมีมาจำนวนใดเช่นตรงนี้ขออาจารย์ประเจตาเอาไว้ในกลุ่มบ้านเรียนในน้องเวะบางยืนชมเป็นประมวยทั้งไงนี้ตรงนี้ก็อาจบัดโยจนได้สำคัญแน่มวยแต่ชลายตอบต่อเนื่องดำเนินการหรือก็กูบุ่มน้องหรือก็ปัทโทบุ่มน้องเราบอกหลักบอลลูนกูได้มีดำเนินการนี้อาจโยเตอร์อันวัดบานได้ปฏิทินลูนกูแล้วก็หนึ่งบ้านเลยละใบมวยละใบมันโดนย้อนhai nắng tay lên mình chỉ thì hết đấy tránh đặc biệt còn xoay vô thì bài bọt này cả đặc nôm thì có rom bọt này đặc nôm này nè còn có cái bài thay đặc nôm pra tại bài bọt đại ca cục péo nhưng từ sắc sái mới hư rom bọt bọt này có phong bà lần người chia tay lên mình chỉ xong bên đặt mình nuôi dồn là tại bài mày và công cho tay lên đó đòn nuôi dồn đừng rồi cho nên nữa và dân nơi xem biết miền Tây Lê mình chia thôi và nơi dân chụp đây và chụp Tây Lê và chụp Tây Lê chia ban cần đến đây chia chia cho nên mình người ai giờ tới ăn bột bàn chứ mà vậy để ban cho cà phê đầu đó ai giờ từ bằng hai đi cô đào cà phê xanh này nó đào tụ cọt bàn nông đấy như vậy nên đây chia này mùi chỉ cái bất bản thânการวัชสันเปย์แต่ประตอปีนั้นเตอร์คืออันมือปีนั้นการประกอบเป็นลักษณะมันมีแต่บุญนั่นเองก็ได้มีดอล ICT ก็มีดอลระเบียบในการเปรียบเทียบตันใน FCC ที่เขาอันนั้นยังอันมือเราเปรียบเทียบในการช่วยกองโทรบอกกฎหมายปัจจัยขนมกรมรู้ปฏิบัตินี้จึงเอาสโคปงูทำแต่บุญจุดนี้สำคัญนั่นเองนี่คือจุดเด่นน้อมมีจุดนี้ประสายเตะโต้vàมีสัมผัสยันเดินในปัจจุบันสังคมในหนึ่งจุดนี้ในการพอดอปรึกษาในนอมหนึ่งไอ้ที่จุดนี้สำคัญกันยังเตอร์เซนส่งเตอร์สไลด์ประตอบไปจังตรงนี้เรื่องหนูบ้านคืนบ่มวยจุ่มเพียนบ้านสัญญาขังน้ำบรรทาตีมวยบรรยายในวัดกลุ่มโรนี่บ้านจุ่มเช่นหนึ่งหนูเถิดฉลองกัดบรรดาการตีมือคือกาของน็อตปีดำเนินการบ่าจังไอ้ไปจุ่มไอ้ตามอย่างการไปจุ่มให้ไอ้สร้างในดำเนินการบอกกับหลักเอฟซีซีบ่าการละเมิดดังนี้ในสไลด์ต่อตีปีจูบจมูกบอกกับหลักแต่งอ๋อบ่าvà dừng ai phải chống là bây dừng ai miền ở các địa can này nó bị gồm đồประบาทนี้กลุ่มดองสินเสvà hai aiผมมองในดำเนินการบอกปกติตามเจตใจขณะนี้ฉันบอกตัวเป็นที่บ้านเรื่องดูตัวเลยจีเนี่ยดอกปรึกษาในโน้มจุดกรมการเงินกลุ่มโรงประบาทมายืนvà ai nên cũng nọt thàประมาณรู้แต่ขนมไก่ลายเป็นรู้บินดำเนินการอีกละในกำหนดส่วนไหนพร้อมvà hai bàn môประชุมอยู่บกลักให้ធ្វើការណែនាំយើងប្រមូលពីដំណើរការរបស់បកលិកបាទតែបន្ទាប់ពីអង្គប្រជុំយើងមានជាឧបសម្ព័ន្ធទី2ដែលយើងអាចផ្ដល់ជូនគាត់ដើម្បីឲ្យគាត់បំពេញដើម្បីស្វែងយល់ពីដំណើរការរបស់ពួកគាត់បាទបន្ទាប់ពីហ្នឹងមកបាទយើងបានទទួលដំណើរការរបស់ដែលគាត់បានប្រកួតតាមឧបសម្ព័ន្ធទី2ហ្នឹងលោកគ្រូអាចនឹងជួបជាមួយពួកគាត់ម្នាក់ម្ដងបាទដើម្បីជជែកពីតម្រូវការឬក៏គោលបំណងរបស់គាត់ដែលគាត់បានកំណត់នៅក្នុងឧបសម្ព័ន្ធទី2ដែលប្រកួតជាមួយគ្រូហ្នឹងដើម្បីទៅជែកស្វែងយល់បន្ថែមបាទដើម្បីអាចថាជាការដែលកំណត់បាទទៅលើផែនការសកម្មភាពមួយចំនួននៅពេលបន្តទៀតបាទអញ្ចឹងពេលដែលបានប្រមូលបានជួបពួកគាត់អស់ហើយបាទចាប់ដើមសង្ខេបលទ្ធផលប្រជុំទៅលើតម្រងមួយបាទនៅក្នុងឧបសម្ព័ន្ធទី4ដែលជាតម្រងសង្ខេបទៅលើអ្នកពាក់ព័ន្ធទៅបើសិនជាលោកគ្រូមានបុគ្គលិក10នាក់អញ្ចឹងថាតើ10នាក់គាត់មានការពងទុកបែបម៉េចបាទហើយមានការព្រមព្រៀងបែបដើម្បីធ្វើការងារនឹងអញ្ចឹងយើងសង្ខេបសកម្មភាពអស់ហ្នឹងនៅក្នុងឧបសម្ព័ន្ធទី4ហ្នឹងរួមគ្នាបាទក្រោយមកបានលោកគ្រូបានចាប់ដើមរៀបចំផែនការសកម្មភាពបាទផែនការសកម្មភាពតើរៀបចំធ្វើបែបម៉េចបាទចឹងក្នុងផែនការសកម្មភាពអាចថាជាដំណើរការមួយដែលគ្រូអាចកំណត់ថាតើការដែលគ្រូជួយគ្រប់គ្រងដល់បុគ្គលិកទី1ហ្នឹងត្រូវជួបបែបម៉េចបាទ
មួយទល់នឹងមួយឬក៏តាមលក្ខណៈជាបែបសិក្ខាសាលាហើយជួបនៅពេលណាបាទនៅហាងកាហ្វេឬក៏ជួបគាត់នៅបន្ទាប់ពីការងារឬក៏ចន្លោះម៉ោងការងារណាមួយដែលយើងកំណត់នឹងយើងអាចចូលនៅក្នុងផែនការនឹងទៅបាទអញ្ចឹងបានផែនការនឹងអស់ហើយលោកគ្រូចាប់ដើមពិនិត្យមើលលទ្ធភាពនៃការជួយគ្រប់គ្រងបាទអញ្ចឹងការគ្រប់គ្រងអាស្រ័យលើពេលវេលាដែរអញ្ចឹងបើសិនជាយើងមានពេលវេលាតិចលោកគ្រូអាចកំណត់យក2ឬ3អត្ថិភាពណាមួយអាចជួយគ្រប់គ្រងដល់បុគ្គលិកនឹងសិនទៅហើយបើសិនជាពេលនឹងបន្តពីចប់ទៅបើសិនជាគាត់មានលទ្ធភាពនៃការធ្វើការងារនឹងបានជោគជ័យហើយអាចលើកគាត់ឲ្យគាត់ជាអ្នកដែលខ្លាចជាអ្នកផ្ដល់ប្រឹក្សាណែនាំជួយដល់បុគ្គលិកដទៃបានទៀតបានអញ្ចឹងណាបាទនឹងមកកាត់ន័យថាបានជោគជ័យនៅក្នុងហ្នឹងឧទាហរណ៍ណាបាទអញ្ចឹងក្នុងនេះជាដំណើរនៃការរៀបចំផែនការបាទនៃការរៀបចំផែនការយើងអាចរៀបចំមកបាទរហូតដល់ចុងក្រោយបាទមានផែនការបានឆ្លងកាត់ការអនុវត្តហើយបាទអញ្ចឹងកន្លែងនេះយើងអត់មានដាក់មួយទៀតសម្រាប់អ្នកអនុវត្តមិនថារៀបចំផែនការគឺចាប់ផ្ដើមអនុវត្តបន្ទាប់ពីនឹងតែម្ដងបាទអញ្ចឹងក្រោយពីអនុវត្តផែនការនឹងហើយបាទចាប់ផ្ដើមធ្វើរបាយការណ៍បាទតើឆ្លងកាត់តាមរយៈការនៃការជួយគាត់ជុំវិញ4សប្តាហ៍នេះលោកគ្រូទទួលសម្រាប់ទៅលើតម្រូវការឬក៏វត្ថុបំណងរបស់គាត់នឹងបានច្រើនកម្រិតណាបាទហើយបើសិនជាអត់ទាន់សម្រាប់ទេលោកគ្រូអាចមើលទៅលើលំនាំបើថាជាជំហាននៃការផ្ដល់ការប្រឹក្សាណែនាំរបស់យើងណាបាទអញ្ចឹងគាត់ត្រូវអីបើថាត្រូវកំណត់គោលដៅឡើងវិញឬក៏វត្ថុបំណងឡើងវិញឬក៏តម្រូវការឡើងវិញបាទហើយកំណត់សកម្មភាពបន្តទៀតក្នុងការបន្តជួយគាត់នឹងករណីថាគាត់អត់ទាន់បានធ្វើសម្រាប់ពាក់ព័ន្ធនឹងតម្រូវការឬក៏វត្ថុបំណងដែលយើងបានកំណត់ខាងដើមតែបើសិនជាបានសម្រាប់ហើយចប់ជាស្ថាពរហើយយើងអាចបញ្ចប់វត្តនៃការផ្ដល់ប្រឹក្សាណែនាំឬក៏គម្រោងប្រតិបត្តិហ្នឹងត្រឹមប៉ុណ្្នឹងហើយធ្វើរបាយការណ៍បញ្ចប់ក្នុងលក្ខខណ្ឌមួយហើយក៏នេះជាជំហានបាទទាំង6បាទក្នុងការធ្វើឲ្យគម្រោងប្រតិបត្តិរបស់យើងទទួលបានជោគជ័យនឹងត្រូវធ្វើតាមនឹងហើយយើងមានឯកសារគ្រប់គ្រងគឺយើងធ្វើតាមជំហាននេះដែរបាទអញ្ចឹងយើងមានឧបសម្ព័ន្ធទី1ទី2ទី3ទី4ទី5ដល់ទី6ហ្នឹងគឺមកចប់របស់យើងហ្នឹងបាទអរគុណខ្ញុំសូមទៅសិនហើយបាទនេះជាព័ត៌មានលម្អិតបាទអាចសូមលោកគ្រូមករូបជួយអានទៅលើជំហានទី1ដល់ទី6នេះបាទបាទលោកគ្រូអត់ទាន់បានចេញអានចូលរួមបានបាទចេញជំហានទី1នៃគម្រោងប្រតិបត្តិត1ជំហានទី1ការកំណត់ពីតម្រូវការរៀបចំគោលដៅជាមួយបុគ្គលិករបស់អ្នកចាប់ផ្ដើមពីខ្លួនអ្នកទៅជំហានទី2ជួបបុគ្គលិកនៅក្នុងអង្គភាពដើម្បីពន្យល់ពីសកម្មភាពនានានិងពិភាក្សាពីសកម្មភាពដែលគួរឲ្យចាប់អារម្មណ៍បំផុត3ជួបជាមួយបុគ្គលិកម្នាក់ដើម្បីពិភាក្សាពីចំណាប់អារម្មណ៍និងតម្រូវការរបស់គាត់4ជំហានទី4សង្ខេបលទ្ធផលនៃការជួបប្រជុំដែលអ្នកបានធ្វើជាមួយបុគ្គលិករបស់អ្នកដើម្បីទទួលបានការយល់ដឹងទូទៅពីតម្រូវការរបស់ពួកគាត់ជំហានទី5រៀបចំផែនការសកម្មភាពរបស់អ្នក6ជំហានទី6រៀបចំរបាយការណ៍និងកំណត់សកម្មភាពបន្ទាប់ចាអរគុណច្រើនលោកគ្រូអរគុណច្រើនអ្នកគ្រូបាទអរគុណបាទនេះជាជំហានទាំង6លម្អិតបាទដែលខ្ញុំបាននិយាយមិញបន្ថែមជាសង្ខេបផ្លូវជូននេះជាចំណុចមួយលម្អិតហើយក្នុងសភៅបាលងូបាទរត់តែលម្អិតបន្ថែមទៀតបាទដែលតកតទៅនឹងជំហានទាំង6នេះបាទលោកគ្រូមានជាសំណួរទេមុននឹងយើងតទៅជំហានទី1បាទលម្អិតជាមួយជាមួយនឹងឧបសម្ព័ន្ធមានទេលោកគ្រូបាទលោកគ្រូសម្រាប់ខ្ញុំអត់មានទេលោកគ្រូប៉ុន្តែអាចជាប្រហែលជាមាននៅពេលដែលអនុវត្តទៅអត់សូវយល់អាចសួរត្រឡប់ទៅខាងលោកគ្រូវិញពេលអនុវត្តបាទលោកគ្រូបាទអត់អីពេលដែលអនុវត្តគ្រូអាចនេះមកបាទអាចបាទក្រុមការងារក្រុមគ្រូទេយើងនឹងជួយគ្រប់គ្រងលោកគ្រូបាទលោកគ្រូស្តៀងខ្ញុំបាទ let me try សូមសាកល្បងសិនលោកគ្រូបាទអរគុណ
còn những tờ một tiết bà dương đừng từ chạy chùm hiên thì mùi lùm ất cả là lùm ất tham tiết và xong là con gù mà rút cho room and chấp được cứ nhầm lại ní nhầm xua sầm luôn với sân nhưng tao ăn xua chơi đừng chơi bà chả là này là sử dụng bình cùng rung còn bạn đấy cái nội nhầm sẽ đạp ở toán á mà ta cùng rung còn bạn đấy dương chưa được vô cái thiên nó bọt bài nà nhá thiên bọt ấy nhá thiên nó bọt dương vô tam vậy thì dương trong bán đứa có ở đây là crew này non đã ảo như thế này bạn con tra lại group bà con sầm nô ní lọ bà chẳng sầm nô ní cứ pẹ pon tận đâyประเทศบอสខាងគ្រូអូទេសរបស់យើងក៏អត់ដឹងថាតម្រូវការបោះបកលឹករបស់លោកគ្រូជាស្អីដែរអញ្ចឹងណាគ្រូអញ្ចឹងក្នុងជំហានទី1នេះលោកគ្រូត្រូវចាប់ផ្ដើមស្វែងរកតម្រូវការទី1លោកគ្រូត្រូវប្រមាណមើលថាគិតថាបកលឹកនៅក្រុមប្រកបរបស់លោកគ្រូហ្នឹងឬក៏ក្នុងកាលជាសហសេវកហ្នឹងបាទអាចថាជួនកាលជាមិត្តរួមការងារទេបាទលោកគ្រូជាមន្ត្រីបាទអាចថាមិត្តរួមការងារក្នុងកាលហ្នឹងគាត់មានតម្រូវការអីយើងមើលឃើញថាខ្វះខាតអីយើងអាចប្រមាណយើងធ្វើការវិតម្លៃចឹងនៅក្នុងឧបសម្ព័ន្ធទី1លោកគ្រូដែលជាគ្រូឬក៏អ្នកផ្ដល់ប្រឹក្សាណែនាំត្រូវទៅសេកំណត់ទៅលើតម្រូវការអង្គភាពរបស់លោកគ្រូឬក៏អង្គភាពដែលលោកគ្រូគិតថាចង់ជួយគ្រប់គ្រងដល់បុគ្គលិកហ្នឹងទី1ណាបាទទី2បាទចាំផ្លែគ្រូចាគ្រូអាហ្នឹងខ្ញុំគិតថាប្រសិនបើយើងធ្វើយើងកំណត់តម្រូវការឬក៏ training need assessment ពីបុគ្គលិករបស់យើងណាទីហោថាយើងកំពុងតែរៀនអំពី leadership អញ្ចឹងបាទហើយស្រាប់តែពេលបុគ្គលិកគាត់ថាអីឥឡូវគាត់យើងធ្វើ training need assessment យើងធ្វើសំណួរធ្វើអីសួរគាត់អីចឹងទៅយើងឬក៏យើងប្រជុំសួរគាត់ទៅស្រាប់តែគាត់ថាអីគាត់ចង់រៀនចង់ទទួលបានការប្រឹក្សាឬក៏បណ្ដុះបណ្ដាលពីមកថា ICT ខ្ញុំលើកពីហោអញ្ចឹងប្រធានបទយើងត្រូវរត់ទៅតាមគាត់អញ្ចឹងឬក៏ដាច់ខាតត្រូវតែយក leadership នេះមកជាគោលបាទលោកអរគុណបាទសំណួរនេះខ្ញុំបានរំលែកដែរប៉ុន្តែគាត់ថាជាចំណុចមួយដែលល្អដែរលោកបាទអញ្ចឹងបើសិនជាករណីថាក្នុងនេះយើងមាន scope លោកយើងសុំ scope ទៅលើតែ4ប្រធានបទហ្នឹងទេក្នុងការដែលលោកបំពេញទៅលើគម្រោងប្រតិបត្តិរបស់យើងណាលោកប៉ុន្តែបន្តទៅទៀតក្រោយពីគម្រោងប្រតិបត្តិចប់ទៅលោកគ្រូនៅបន្តគ្រប់គ្រងគាត់បានដោយបញ្ចូលបំណិនដែលចាំបាច់មានតម្រូវការសម្រាប់ការងាររបស់បុគ្គលិកនឹងបានបន្តទៀតលោកគ្រូបាទអញ្ចឹងដូច ICT ចឹងបើលោកគ្រូគិតថាអូខេលោកគ្រូមានជំនាញ ICT អាចជួយគ្រប់គ្រងគាត់បានគ្រប់គ្រងគាត់តែបើអត់ទេអាចរកគ្រូឬក៏អ្នកដែលជាបង្គោលឬក៏ជំនាញ ICT ហ្នឹងអាចជួយគ្រប់គ្រងគាត់បានដែរអានេះយើងអាចជួយគ្រប់គ្រងគាត់បានបន្តទៀតប៉ុន្តែដែលឡែកបាទសរុបមកមានថាសម្រាប់4សប្តាហ៍នេះបាទយើងសូមកំណត់ទៅលើតែ4ប្រធានបទហ្នឹងទេបាទភាពជាអ្នកដឹកនាំជំនាញប្រស័យតាក់ទងបាទសម្ភារ gender និងបរិយាបន្នសង្គមហើយនិងជំនាញប្រឹក្សាណែនាំលោកគ្រូបាទ4ហ្នឹងសម្រាប់គម្រោងប្រតិបត្តិរបស់យើងអញ្ចឹងណាលោកគ្រូបាទដោយសារយើងចង់ឲ្យលោកគ្រូទី1អនុវត្តទ្រឹស្ដីដែលបានរៀនផងទី2ចង់ចែកចម្លែកគាត់ថាពេលដែលបានបណ្ដុះបណ្ដាលហើយកន្លងមកយើងបណ្ដុះបណ្ដាលច្រើនបណ្ដាលអត់បានចែកគ្នាទេអញ្ចឹងយកអាហ្នឹងទៅចែកចម្លែកដល់ពួកគាត់បាទអានេះដែលជាដែនកំណត់សម្រាប់គម្រោងនេះ4សប្តាហ៍បាទប៉ុន្តែបន្ទាប់ពីហ្នឹងទៅយើងមិនកំណត់ទេលោកគ្រូអាចបើកជើងមេឃបានបាទបន្តទៅកាន់ជំនាញដែលតម្រូវការរបស់បុគ្គលិកបានអញ្ចឹងណាលោកគ្រូបាទអរគុណសង្ឃឹមថាអាចឆ្លើយសំណួរលោកគ្រូបានអរគុណលោកគ្រូមានសំណួរបន្ថែមទៀតលោកគ្រូមួយទៀតលោកគ្រូក្នុងទម្រង់ដែលយើងបានផ្ដល់ជូនលោកគ្រូក្នុងឧបសម្ព័ន្ធទី2តែសម្រាប់បុគ្គលិកគាត់គ្រីសនេះគឺយើងដាក់តែ4ជំនាញទេអញ្ចឹងគាត់នឹងគ្រីសយកតែ4ជំនាញទេអត់មានជំនាញបន្ថែមទេអញ្ចឹងណាលោកគ្រូបាទហ្នឹងហើយបាទដោយសារពេលវេលាយើងខ្លីយើងអត់ចង់លោកគ្រូបែកទៅវែងឆ្ងាយអញ្ចឹងចង់ឲ្យធ្វើក្នុង scope 4មេរៀនសំខាន់ហ្នឹងអរគុណខ្ញុំសង្ឃឹមថាខ្ញុំអាចឆ្លើយសំណួរបានលោកគ្រូបាទបើសិនជាលោកគ្រូមានអីបន្ថែមទៀតបាទអាចបញ្ជាក់បន្ថែមបានបាទខ្ញុំអាចតទៅទៀតបានទេលោកគ្រូបានលោកគ្រូបានចេញចប់អរគុណលោកគ្រូតែឥឡូវយើងមកមើលសម្រាប់សម្រាប់ជំហានទី1បាទការកំណត់ពីតម្រូវការបាទសូមលោកគ្រូមួយរូបជួយអានចំណុច3ចំណុចបន្តិចមកបាទ
លោកគ្រូខ្ញុំសូមចូលរួមអានលោកគ្រូ បាទអញ្ជើញអ្នកគ្រូអញ្ជើញបាទ ជំហានទី1ការកំណត់ពីតម្រូវការ 1. កំណត់ការរំពឹងទុករបស់អ្នកទទួលការប្រឹក្សាណែនាំតាមរយៈដំណើរការស្វ័យវាតម្លៃ 2. អ្នកទទួលការប្រឹក្សាត្រូវកំណត់តម្រូវការរបស់ខ្លួន 3. ប៉ុន្តែអ្នកផ្ដល់ការប្រឹក្សាត្រូវយល់ច្បាស់ពីមូលហេតុនៃការចូលរួមរបស់គេអរគុណច្រើនលោកគ្រូ អរគុណច្រើនអ្នកគ្រូបាទអរគុណអរគុណអញ្ចឹងក្នុងនេះលោកគ្រូបាទដោយអ្វីបានជំរាបជូនថាទី1ត្រូវកំណត់ការរំពឹងទុករបស់អ្នកទទួលការប្រឹក្សាណែនាំបាទជាអ្វីដែលតម្រូវឲ្យមានការធ្វើការស្វែងវាយតម្លៃណាបាទបាទអញ្ចឹងសម្រាប់ឧបសម្ព័ន្ធនេះបាទអញ្ចឹងសម្រាប់យើងជាអ្នកផ្ដល់ប្រឹក្សាណែនាំបាទសូមឆ្លើយសំណួរទាំងអស់នេះបាទថាតើអ្វីជាតម្រូវការចាំបាច់ឬបញ្ហាដែលអ្នកចង់ដោះស្រាយនៅក្នុងអង្គភាពរបស់អ្នកអញ្ចឹងលោកគ្រូអាចប្រមាណមើលបានក្នុងហ្នឹងណាបាទអញ្ចឹងឧបសម្ព័ន្ធនេះលោកគ្រូអាចមើលនៅក្នុងសភៅសិក្ខាកាមរបស់លោកគ្រូនៅទំព័រទី138ឧបសម្ព័ន្ធទី1បាទអាចមើលបន្ថែមបាននៅទីនោះអញ្ចឹងព្យាយាមឆ្លើយសំណួរទាំងអស់នេះបាទដែលលោកគ្រូអាចកំណត់បានបាទហើយបាទអ្នកទទួលការប្រឹក្សាត្រូវកំណត់តម្រូវការរបស់ខ្លួនបាទប៉ុន្តែអ្នកផ្ដល់ការប្រឹក្សាណែនាំត្រូវយល់ច្បាស់ពីមូលហេតុនៃការចូលរួមរបស់គាត់អញ្ចឹងកន្លែងនេះចង់បញ្ជាក់បែបថាលោកគ្រូបានស្វែងយល់តម្លៃឬក៏កំណត់ទៅលើបញ្ហានៅក្នុងអង្គភាពពិតមែនប៉ុន្តែអត់មានសិទ្ធិនៃការដែលទៅកំណត់ទៅលើតម្រូវការរបស់អ្នកទទួលការប្រឹក្សាណែនាំទេបាទប៉ុន្តែក្នុង scope ដែលយើងអនុវត្តធ្វើ4សប្តាហ៍នេះវារៀងប្រឆាំងនៅនឹងតិចប៉ុន្តែគាត់តែជាចំណុចមួយប៉ុន្តែក៏ឲ្យគាត់មានសេរីភាពក្នុងការជ្រើសរើស4ជំនាញហ្នឹង1ដល់4ហ្នឹងគឺមិនថាយើងបិទថាទៅតែមួយទេអញ្ចឹងយើង scope 4មែនប៉ុន្តែគាត់អាចមានសិទ្ធិជ្រើសរើសបានបាទ2ក្នុងចំណោម4នេះទៅបាទអញ្ចឹងឡើយនេះបញ្ជាក់ highlight បញ្ជាក់ទៀតថាអ្នកផ្ដល់ប្រឹក្សាណែនាំត្រូវយល់ច្បាស់ពីមូលហេតុនៃការចូលរួមរបស់គាត់អញ្ចឹងស៊ូគាត់ឲ្យច្បាស់កុំឲ្យគាត់គិតថាក៏អត់ច្បាស់ហើយគាត់ធ្វើទៅវាខាតតែពេលវេលារបស់យើងខំជួយគ្រប់គ្រងគាត់ខាតពេលវេលាបាទចំណាយពេលវេលាច្រើនហើយចុងក្រោយក៏អត់ទទួលបានលទ្ធផលអីចឹងហ្នឹងបាទសូមទៅកាន់ជំនាញទី2ហ្នឹងបាទបើសិនមានសំណួរអាចឈប់ខ្ញុំបានណាបាទសូមលោកគ្រូអ្នកគ្រូមើលទឹកអានតទៅនឹងជំនាញទី2បាទលោកគ្រូខ្ញុំអានលោកគ្រូ បាទអញ្ជើញនេះគ្រូ ជំនាញទី2បុគ្គលិកនៅក្នុងអង្គភាពដើម្បីពន្យល់ពីសកម្មភាពនានានិងពិភាក្សាពីសកម្មភាពដែលគួរឲ្យចាប់អារម្មណ៍បំផុតទី1កំណត់គោលបំណងជួយបុគ្គលិកដើម្បីពន្យល់សកម្មភាពនិងពិនិត្យចំណាប់អារម្មណ៍តម្រូវការគាំទ្រសម្រាប់ផ្នែកទាំង4ទី2ចែកជូនទម្រង់ស្វ័យវាតម្លៃស្ដីពីតម្រូវការភាពជាអ្នកដឹកនាំដល់បុគ្គលិករបស់អ្នកឧបសម្ព័ន្ធទី2ទំព័រទី138នៅក្នុងសភៅនៅក្នុងផានគ្រូ139ដល់140ទី3ឲ្យបុគ្គលិកម្នាក់ឆ្លុះបញ្ចាំងពីការរំពឹងទុកនិងតម្រូវការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទាក់ទងនឹងផ្នែកទាំង4ខាងលើដើម្បីជួយគ្រប់គ្រងអរគុណលោកគ្រូអរគុណច្រើនអ្នកគ្រូបាទអរគុណបាទអញ្ចឹងប្រហែលជាអាចនឹងមានអ្នករើសលេខទំព័រនេះខ្លះនឹងនឹងអាចផ្ទៀងមើលបាទអាច138 139អរគុណឧបសម្ព័ន្ធ137លេខលោកគ្រូដល់ពេលឧបសម្ព័ន្ធទី2 138បាទអញ្ចឹងយើងថយទៅលេខបាទអរគុណអ្នកគ្រូបាទអញ្ចឹងនេះជាចំណុចមួយដែលគ្រូអាចពិនិត្យមើលមិនថាតកតងជំនាញទី2ត្រូវជួបបុគ្គលិកនៅក្នុងអង្គភាពដើម្បីពន្យល់សកម្មភាពនានានិងពិភាក្សាលើសកម្មភាពដែលគួរឲ្យចាប់អារម្មណ៍បំផុតបើចឹងនៅកន្លែងនេះអាចថាមានការប្រជុំរួមមួយបាទបើសិនជាក្នុងការិយាល័យអាចប្រជុំបុគ្គលិកក្នុងការិយាល័យទាំងអស់បើសិនកម្រិតមន្ទីរបាទលោកគ្រូអាចប្រជុំរួមគ្នាបាទហើយពិភាក្សាទៅលើ
អ្វីដែលនឹងត្រូវអនុវត្តបន្តទៀតដើម្បីបញ្ចូលសកម្មភាពនិងចំណាប់អារម្មណ៍បាទជាពិសេសតកតងទៅនឹងការគ្រប់គ្រងសម្រាប់ផ្នែកទាំង4ហ្នឹងបាទមានអីមានភាពចំណេះនាំមានជំនាញនៃការប្រស័យតកតងសមភាពយន្តនៅបច្ចុប្បន្នសង្គមនិងការប្រឹក្សាណែនាំបាទតែជាចំណុចមួយដែលគ្រូអាចប្រជុំបើមិនថាណែនាំគាត់ថាលោកគ្រូអញ្ជើញមកវគ្គបណ្ដុះបណ្ដាលមានន័យខ្លះដែលសំខាន់អ្វីដែលគួរចាប់អារម្មណ៍ណាបាទជួយខ្លះបាទហើយបាទក្រោយពីបញ្យល់គាត់យល់ហើយលោកគ្រូចែកចាប់ដើមចែកជូននៅទម្រង់ស្វ័យវាតម្លៃស្ដីពីតម្រូវការភាពជាអ្នកដឹកនាំដល់បុគ្គលិករបស់លោកគ្រូផ្ទាល់បាទអញ្ចឹងបាទអាចមើលបកសម្ព័ន្ធទី2បាទមិញថានៅទំព័រទី138និង139បាទអូខេអញ្ចឹងកន្លែងនេះលោកគ្រូអាចតឱកាសឲ្យបុគ្គលិកម្នាក់ឆ្លុះបញ្ចាំងពីការរំពឹងទុកនិងតម្រូវការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាក់ទងនឹងផ្នែកទាំង4ខាងលើជួយគ្រប់គ្រងអញ្ចឹងអាចប្រគល់ឲ្យគាត់អានអាចឲ្យគាត់យកមកជូនលោកគ្រូវិញនៅថ្ងៃបន្ទាប់ក៏បានឬក៏អាចថាទុកឲ្យពេលគាត់អានអានឹងលម្អិតតិចទៅបាទហើយឲ្យគាត់បំពេញអាចប្រមូលយកភ្លាមក៏បានដែរបាទតែគាត់អ្នកខ្លះគាត់តាំងតលគាត់គិតមកយប់វិញបានចេញអានឹងយើងទុកឲ្យគាត់ថាថ្ងៃស្អែកយកមកឲ្យទៅបាទហ្នឹងជាផ្នែកមួយបាទនេះដូចជាតកតទៅនឹងសកម្មភាពទី2ណាជំហានទី2បាទសូមទៅកាន់ជំហានទី3បាទសូមលោកគ្រូឬក៏អ្នកគ្រូមួយរូបទៀតចូលរួមអានបាទលោកគ្រូដែលអត់តបានអញ្ជើញអានបាទអាចចូលរួមអានបានបាទខ្ញុំសូមអានបាទក្រុមជើញអ្នកគ្រូបាទជំហានទី3ជួបជាមួយបុគ្គលិកម្នាក់ដើម្បីពិភាក្សាអំពីចំណាប់អារម្មណ៍និងតម្រូវការរបស់គាត់បាទចំណុច1អ្នកអាចប្រើប្រាស់ទម្រង់សម្រាប់កំណត់គោលដៅបាទឧបសម្ព័ន្ធទី3ទំព័រ141និងទំព័រ143ដើម្បីប្រមូលព័ត៌មានទី2បុគ្គលិកម្នាក់អាចជ្រើសរើសផ្នែកដែលខ្លួនចាប់អារម្មណ៍ច្រើនបំផុតចំនួន2ទី3សម្រាប់ផ្នែកនីមួយសូមកំណត់គោលដៅជាក់លាក់ចំនួន1ពលគឺបុគ្គលិកម្នាក់មានគោលដៅ2ឬច្រើនបាទអរគុណច្រើនលោកគ្រូបាទអរគុណសម្រាប់ការចូលរួមអានលើចំណុចនេះចឹងក្រោយពីលោកគ្រូបានប្រមូលទៅលើឧបសម្ព័ន្ធទី2មិញហ្នឹងបាទអញ្ចឹងលោកគ្រូត្រូវមកជួបជាមួយបុគ្គលិកម្នាក់ហ្នឹងបាទដើម្បីពិភាក្សាពីចំណាប់អារម្មណ៍និងតម្រូវការរបស់គាត់បាទជៀសវាងការដែលគាត់គ្រាន់តែសរសេរដាក់ចោលណាបាទអញ្ចឹងសរសេរដាក់ចោលយើងបាទជួយគាត់ទៅវាខាតពេលវេលាអញ្ចឹងត្រូវទៅចែកថាគាត់ពិតជាចង់ទៅលើជំនាញហ្នឹងមែនអត់ហាត់យើងអាចសួរ head poll ទៅហាត់ទេមិនគាត់ចាប់អារម្មណ៍ទៅលើជំនាញនេះក៏ផ្នែកទី1ឬក៏ទី2បាទផ្នែកទី1ឬក៏ជំនាញទី1យើងផ្ដោតលើភាពជាអ្នកដឹកភាពជាអ្នកនាំយើងទៅអញ្ចឹងក្នុងនេះលោកគ្រូអាចប្រើទម្រង់សម្រាប់កំណត់គោលដៅបាទឧបសម្ព័ន្ធទី3បាទអាចនៅទំព័រទី140នោះណាបាទខ្ញុំនឹងតំណមើលនឹងកែសម្រួលលើ slide នេះវិញបាទអញ្ចឹងដើម្បីប្រមូលព័ត៌មានបាទដោយលោកគ្រូបានឃើញនេះមិនថាជាទម្រង់នៃការកំណត់គោលដៅអញ្ចឹងក្នុងនេះយើងអាចឲ្យគាត់សរសេរបាទនេះដាក់ឈ្មោះលោកគ្រូមកបាទឬក៏ជាក្រុមឬក៏តំណាងក្រុមម្នាក់ទៅក៏បានដែរបាទហើយបាទអាចឈ្មោះអ្នកទទួលការប្រឹក្សាណែនាំឈ្មោះអីបាទហើយការបច្ឆេទថ្ងៃណាយើងរយៈពេលនៃការផ្ដល់ប្រឹក្សាណែនាំយើងដាក់មកបាទក្នុងសភៅណែនាំរបស់លោកគ្រូមានជាឧទាហរណ៍ឲ្យស្រាប់ហើយគាត់ថាមានដាក់បញ្ចូលហើយបាទហើយបុគ្គលិកម្នាក់អាចជ្រើសរើសផ្នែកដែលខ្លួនចាប់អារម្មណ៍ច្រើនបំផុតចំនួន2បាទអញ្ចឹងម្នាក់ឲ្យគាត់រើសយកតែ2បានហើយណា2ក្នុងចំណោម4បាទហើយបាទសម្រាប់ផ្នែកនីមួយគាត់អាចកំណត់គោលដៅជាក់លាក់ចំនួន1បាទអញ្ចឹងបើគាត់រើសយកភាពជាអ្នកណែនាំឲ្យគាត់កំណត់ជាក់លាក់មួយមករយៈពេលប្រហែល6ខែ4ខែ3ខែបាទគាត់ចង់ចេះអីគាត់ធ្វើអីអញ្ចឹងណាបាទដូចមានឧទាហរណ៍នៅក្នុងសភៅស្រាប់បាទនេះជាទម្រង់ដែលលោកអាចយកឲ្យគាត់បាទបំពេញបាទដើម្បីកំណត់គោលដៅរបស់គាត់បន្ថែមបាទដើម្បីទៅចែកបន្ថែមឲ្យគាត់ដើម្បីមានគោលដៅហើយនឹងមានសកម្មភាពដែលត្រូវបំពេញរួមគ្នាឲ្យហោហាយមកបាទអញ្ចឹងយើងអាចពិភាក្សាមួយគាត់បន្ថែមបាទជាវាការគាត់មានចូលរួមក្រុម Telegram បាទ
របស់ BMI ហ្នឹងអញ្ចឹងឥឡូវនេះក្រសួងក៏គាត់មានបែងចែកទៅតាមក្រុម Telegram បាទអញ្ចឹងសម្រាប់ក្នុងឆ្នាំរបស់យើងថ្ងៃទី27វាមាន2ក្រុមអញ្ចឹងយើងស្ថិតនៅក្នុងក្រុមកោហើយនេះជា Telegram QR code ក្រុមកោអញ្ចឹងជូន Telegram ហ្នឹងទៅកាន់ពួកគាត់ដើម្បីពួកគាត់ scan ចូលក្នុងក្រុមហ្នឹងឲ្យហើយអញ្ចឹងណាបាទឬក្រសួងបានណែនាំអញ្ចឹងបាទអញ្ចឹងគេក៏បែងជាក្រុមអញ្ចឹងណាបាទអរគុណបែកធ្លាយព័ត៌មានបានលោកគ្រូអរគុណលោកគ្រូបាទខ្ញុំសូមបន្តទៀតបាទអូខេនេះជាជំហានទី3ដែលលោកគ្រូនឹងកំណត់គោលដៅរបស់សកម្មកម្មបាទតែយើងយកគោលដៅហ្នឹងមកជជែកពិភាក្សាហើយរៀបចំសកម្មភាពបន្តជាងមកបាទអាចមើលក្នុងឧទាហរណ៍នៅក្នុងសភៅបន្ថែមបាទខ្ញុំសូមចូលទៅកាន់ជំហានទី4លោកគ្រូបាទសូមលោកគ្រូមួយរូបទៀតចូលរួមអានជំហានទី4នេះលោកគ្រូសូមអនុញ្ញាតចូលរួមបាទក្រុមជើងលោកគ្រូបាទជំហានទី4សង្ខេបលទ្ធផលនៃការជួបប្រជុំដែលអ្នកបានធ្វើជាមួយបុគ្គលិករបស់អ្នកដើម្បីទទួលបានការយល់ដឹងនៅទូទៅពីតម្រូវការរបស់ពួកគាត់ទី1បញ្ជាក់តម្រូវការបុគ្គលិកឲ្យបានច្បាស់ដើម្បីឲ្យគំនិតនិងផែនការកាន់តែច្បាស់លាស់ទី2សង្ខេបលទ្ធផលប្រជុំជាមួយបុគ្គលិកដើម្បីយល់ពីតម្រូវការទូទៅដោយប្រើគំរូតារាងឧបករណ៍ទី4ទំព័រទី146ទី142បាទជំរាបសួរលាក់នេះគឺជាក្រុម Telegram ដែលយើងចូលរួមប្រជុំនៅថ្ងៃទី27លាក់អរគុណច្រើនអូនសូមឲ្យគាត់ជួយចងចូលក្នុង Telegram នោះបងអូនអរគុណច្រើនលោកគ្រូបាទសម្រាប់ការចូលរួមអានហើយអញ្ចឹងក្នុងនេះលោកគ្រូអាចបដិមើលបាទនៅបកសម្ព័ន្ធទី4បាទទៅទំព័រទី145បាទ145 100បាទ146បាទជាការពិតបាទ145ដល់147បាទមាននាទីហោមានស្ដាប់ក្នុងនោះគ្រូសូមអធិស្ឋានកាប់គ្រូបន្តិចអ្នកគ្រូគាត់មានប្រសាសន៍ថាម៉េចខាងដើមមិនឲ្យចូលក្រុម Telegram ខ្ញុំអត់តន់នឹងតិចអូបាទប្រហែលជាការងារនៅគ្រូខាងក្រៅទេតែមើលបាទអូចឹងខ្ញុំស្មានក្រុមខាងងារលោកគ្រូបាទយើងគាត់ឆ្លើយឆ្លងតាម Telegram ហើយលោតសារមកបាទអធិស្ឋានអរគុណលោកគ្រូអញ្ជើញបន្តបាទខ្ញុំថាបាយធ្លេសាអរគុណលោកគ្រូបាទអធិស្ឋានបាទអរគុណបាទអញ្ចឹងនេះជាបសម្ព័ន្ធក្នុងនេះជាការមួយដែលយើងអាចថាទី1លោកគ្រូគាត់ប្រជុំពួកគាត់ម្នាក់ម្ដងហើយត្រូវសង្ខេបលទ្ធផលនៃការជួបប្រជុំដែលបានធ្វើជាមួយបុគ្គលិកម្នាក់ហ្នឹងដើម្បីទទួលបានការយល់ដឹងទូទៅពីតម្រូវការរបស់បុគ្គលិកអញ្ចឹងយើងធ្វើនេះមិនថាលោកគ្រូនឹងបានផ្ទាំងសង្ខេបទៅលើគោលបំណងទាំងអស់នេះទៅដូចក្នុងនេះលោកគ្រូឃើញបសម្ព័ន្ធទី4នេះអញ្ចឹងទៀតថាលោកគ្រូបាទនេះឈ្មោះរបស់លោកគ្រូផ្ទាល់ឬក៏ក្រុមការងារលោកគ្រូអាចទៅសេម្នាក់ពីឬក៏ទាំងអស់គ្នាក៏បានដែរបាទការបច្ចេកទេសមកហើយទៀតថាដូចប្រធានបទទី1អញ្ចឹងយោងតាមការជួបប្រជុំបុគ្គលិកទាំងអស់នេះយើងឃើញថាមានបុគ្គលិក4នាក់បាទ4នាក់ដែលគាត់បានជ្រើសរើសជំនាញភាពជាអ្នកដឹកនាំហ្នឹងហើយក្នុង4នាក់ហ្នឹងមានស្ត្រីប្រមាណមានស្ត្រី2រូបលោកគ្រូបាញ់មកបាទហើយគាត់មានគោលដៅដែលគាត់បានកំណត់មានในខ្លះលោកគ្រូអាចសង្ខេបចេញមកបាទថាវាមើលទៅធំពេកអាចជួយសរសេរគាត់សម្រួលគាត់ឲ្យគាត់ប្រើគោលដៅដែលអាចវាស់វែងបានគ្រូបាទថាវា smart បាទឲ្យវា smart អញ្ចឹងបាទអាចសង្ខេបមកហើយពិនិត្យមើលថាតើក្នុងហ្នឹងមានស្អីខ្លះដែលសកម្មភាពសារណែនាំដែលបានសារឡើងឧទាហរណ៍នេះយើងដាក់មកថាអីពេលសម្រាប់ទទួលទានណាបាទទទួលទានកាហ្វេសប្តាហ៍បាទក្នុងមួយសប្តាហ៍បាទមួយថ្ងៃក្នុងមួយសប្តាហ៍លើប្រធានបទភាពជាអ្នកនាំទៅបាទមួយទៀតឬក៏ការចែកម្លែកឯកសារទាំងអស់ពីវគ្គអភិវឌ្ឍភាពជាអ្នកនាំបាទតែលោកគ្រូមានហ្នឹងចឹងចែកម្លែកគាត់បាទពាក់ព័ន្ធមេរៀនទី1ទី2យ៉ាងទៅទីហោទី3គឺការប្រឹក្សាណែនាំ1ទល់នឹង1ជាមួយបុគ្គលិកចំនួន2នាក់អញ្ចឹងមាន2នាក់ក្នុងចំណោម4នាក់ហ្នឹងគឺការជួបផ្ទាល់បាទអ្នកផ្សេងនេះអាចថាគាត់គ្រាន់តែស្នើសុំអីគាត់ទៅស្នើសុំឯកសារយកទៅអានស្វែងយល់ហើយអាចជួបថ្ងៃក្រោយសួរនាំថាគាត់យល់យ៉ាងម៉េចត្រូវការអីគ្រប់គ្រងបន្ថែមអញ្ចឹងណាបាទហ្នឹងជាការសង្ខេបតម្រូវការដែលលោកគ្រូមានហើយក្នុងហ្នឹងលោកគ្រូចាប់ដើមមើលថាឥឡូវពេលវេលាអាចជួយជំនាញណាមុនបើសិនជាជំនាញ
អ្នកដែលគាត់រើសហ្នឹងមានលក្ខណៈមួយស្តៀងគ្នាបាទដើម្បីជៀសវាងកុំឲ្យយើងខាតពេលច្រើនឬអាចបើកជាវគ្គធ្វើបទបង្ហាញ1ម៉ោងកន្លះឬក៏2ម៉ោងណាមួយទៅបាទឬក៏អាចថាកន្លះព្រឹកហ្នឹងទៅបាទព្រឹកអីទៅបាទអាចទៅលើប្រធានបទណាមួយទៅអាចធ្វើរួមគ្នាទៅប៉ុន្តែសម្រាប់អ្នកដែលគាត់មានបញ្ហាឬក៏មានចំណុចជាក់លាក់ណាមួយយើងអាចជួបផ្ទាល់មួយទល់មួយអញ្ចឹងណាបាទការផ្ដល់ប្រឹក្សាណែនាំមិនមែនផ្ដោតទៅលើតែមួយទល់មួយគ្រប់ពេលទេបាទខ្ញុំនឹងតម្លាក់ជូននៅនឹងបន្ថែមនៅក្នុងក្រុមបាទហើយអាចពិនិត្យមើលបានបាទយើងមានការផ្ដល់ឯកសារមានការធ្វើជាក្រុមឲ្យបានប៉ុន្តែដើម្បីឲ្យស្របតាមតម្រូវការរបស់បុគ្គលម្នាក់អញ្ចឹងយើងអាចផ្ដោតលើមួយទល់នឹងមួយជារឿងមួយដែលសំខាន់បាទនឹងដែលជាផ្នែកមួយលោកគ្រូអាចធ្វើបានអញ្ចឹងប្រធានបទទី1ឬក៏ជំនាញទី1បាទជំនាញទី2មានប្រមាណទៀតថាមាន6នាក់គាត់រើសយកជំនាញនេះហើយមានស្ត្រី3នាក់ហើយយើងរៀបរាប់បងហោហាយអីទៅដើម្បីយើងថ្ងៃគាត់ទៅលោកគ្រូគាត់នៅមើលក្នុងមួយស្លឹកនេះប៉ុន្តែវាជាតម្រងប៉ុន្តែយើងច្រោះពីលើបន្តមកដល់ចំណុចនេះវាមានតារាងសង្ខេបមួយបាទអញ្ចឹងមកយើងតទៅកាន់ជំហានទី5គឺរៀបចំផែនការសកម្មភាពបាទសូមលោកគ្រូរូបអានលើ slide នេះបាទសូមលោកគ្រូស្ម័គ្រចិត្តមករូបមកបាទលោកគ្រូខ្ញុំអានទៀតមកបាទអញ្ជើញលោកគ្រូបាទជំហានទី5រៀបចំផែនការសកម្មភាពរបស់អ្នក1រៀបចំផែនការសកម្មភាពដោយផ្អែកលើព័ត៌មានពីបុគ្គលិកអ្នកទទួលការប្រឹក្សាដោយប្រើឧបសម្ព័ន្ធទី5ទំព័រទី149 2កំណត់ចំនួនបុគ្គលិកដែលចាប់អារម្មណ៍ទទួលការគាំទ្រផ្នែកនីមួយៗក្នុងចំណោមផ្នែកទាំង4 3ជ្រើសរើសបុគ្គលិក2ឬ3នាក់ដើម្បីចាប់ផ្ដើម4ផ្ដល់ការណែនាំទូទៅដល់បុគ្គលិកទាំងអស់លើប្រធានបទដែលពួកគេចាប់អារម្មណ៍ដោយប្រើឯកសារបណ្ដុះបណ្ដាលហើយផ្ដោតលើការប្រឹក្សាណែនាំជាមួយបុគ្គលិក2ឬក៏3នាក់បន្ទាប់ពីបញ្ចប់អាចជ្រើសរើសបុគ្គលិកបន្ថែមឲ្យឬឲ្យអ្នកទទួលការប្រឹក្សាខ្លាយជាអ្នកផ្ដល់ការប្រឹក្សាណែនាំដើម្បីគ្រប់គ្រងអភិវឌ្ឍសមត្ថភាពបុគ្គលិកបាទអរគុណច្រើនលោកគ្រូបាទអរគុណសម្រាប់ការចូលរួមអានលើចំណុចនេះអញ្ចឹងជាជំហានដែលលោកគ្រូត្រូវរៀបចំផែនការបាទបានន័យថាបាទរៀបចំផែនការឧទាហរណ៍ដូចសកម្មភាពនេះលោកគ្រូអាចពិនិត្យមើលបាទសកម្មភាពការប្រឹក្សាណែនាំដែលបានព្រមព្រៀងបាទអញ្ចឹងការប្រឹក្សាណែនាំមួយទល់នឹងមួយមានប្រមាណអ្នកបាទមាន3នាក់បាទក្នុងវងកញ្ចក់ជាស្ត្រីបាទអញ្ចឹងក្នុង3នាក់ហ្នឹងមានស្ត្រី2នាក់បាទការផ្សព្វផ្សាយប្រចាំសប្តាហ៍នៃទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពបាទអញ្ចឹងការធ្វើបទបង្ហាញនៅការជជែកអីផ្សេងៗហ្នឹងបាទអញ្ចឹងយើងមាន5នាក់មានស្ត្រី2នាក់ហើយយើងកំណត់ក្នុងសប្តាហ៍ទីប្រមាណបាទនេះឧទាហរណ៍សប្តាហ៍ទី2និងសប្តាហ៍ទី4ខែកក្កដា2025បាទនេះក្រុមមួយទៀតប្រធានបទនឹងដែរពេលស្របគ្នាអញ្ចឹងណាប៉ុន្តែយើងអាចកំណត់ពេលណាដែលជួបម៉ោង9ដល់ម៉ោង10មួយទៀតម៉ោង10ដល់ម៉ោង11យើងទៅឧទាហរណ៍បាទនឹងពេលវេលាដែលកំណត់ឧទាហរណ៍អញ្ចឹងធនធានដែលមានគឺកំណត់មកមានអីខ្លះមានឯកសារមានពីរីសោះណាផ្សេងបាទលទ្ធផលរំពឹងទុកមានស្អីខ្លះអាចទៅសេចូលមកបាទមានជាឧទាហរណ៍ស្រាប់ហើយក្នុងនោះវាអាចមានបញ្ហាប្រឈមតែក៏បញ្ហាប្រឈមបែបកើតឡើងមុនពេលយើងជួបពេលដល់ពេលនេះយើងទៅសេពេលដែលយើងជួបគាត់ហើយបានទៅសេចូលនៅបញ្ហាប្រឈមហ្នឹងឬបែបព្យាយាមទៅសេនេះមុននេះអាចថាពេលដែលយើងរៀបចំផែនការនេះយើងអាចប្រឡែងវាចោលសិនបាទដល់ពេលយើងជួបហើយបានបំពេញវាប្រឈមមកយើងអាចឃើញបាទថាមានបញ្ហាប្រឈមហើយវាអាចនឹងមានដំណោះស្រាយមួយចំនួននឹងអាចបំពេញបានទៅបាទចឹងនោះអាចទុកវាប្រឡែងសិនអញ្ចឹងពេលដែលរៀបចំផែនការសូមរៀបចំពីនេះកលឹមទី1បាទទី2ទី3ទី4បាទនិងទី5នេះបាទទី6យើងទុកវាចោលសិនបាទដល់ពេលនឹងជួបហើយបានទៅសេចូលមកមានបញ្ហាប្រឈមអីខ្លះអញ្ចឹងនោះបាទអរគុណហើយក្នុងនេះលោកគ្រូអាចប្រមាណមើលបើថាលោកគ្រូអាចជ្រើសរើសបុគ្គលិកតែ2ឬ3នាក់ទេទី1ជួយគាត់ដោយសារលោកគ្រូស្ទើរជាប្រធានឬក៏ជាអនុប្រធានឬក៏ជាអ្នកដែលមានភារកិច្ចស្នូលអញ្ចឹងយើងមិនអាចជួយម្ដងទាំងអស់មកអញ្ចឹងអាចកំណត់2ឬ3នាក់ដើម្បីចាប់ដើមបាទហើយក្រោយពេលដែលគាត់ចាប់ទៅយើងអាច
ជ្រើសរើសយក2ឬ3អ្នកទៀតឬក៏អាចឲ្យអ្នកដែលបានចូលរួមជួយហ្នឹងឲ្យគាត់ខ្លាចទៅជាអ្នកផ្ដល់ការប្រឹក្សាណែនាំម្ដងបាទបន្តទៀតទៅចឹងនឹងក្រោយពី4សប្តាហ៍ទៅលោកអាចបន្តអនុវត្តបែបហ្នឹងជាបន្តទៀតបាទជួយគ្រប់គ្រងគាត់ឲ្យខ្លាចទៅជាបព្វធម៌នៃការជួយបាទកុំឲ្យថាគ្រាន់តែគម្រោងនេះចប់ទៅឬចប់ទៅដល់ដែរមែនទេណាបាទចឹងអាចបន្តបព្វធម៌នៃការជួយគ្រប់គ្រងហ្នឹងអរគុណសូមបន្តទៅ slide មួយទៀតបាទយើងលើស1នាទីនឹងអធិស្ឋានបាទអាចជំហានទី6បាទតើតើរបាយការណ៍នឹងការកំណត់សកម្មភាពបាទសូមលោកគ្រូមួយរូបទៀតចូលរួមអានខ្ញុំសូមអនុញ្ញាតអានគ្រូ បាទក្រុមជើងលោកគ្រូបាទ ជំហានទី6របាយការណ៍នឹងការកំណត់សកម្មភាពបន្ទាប់របាយការណ៍រៀបចំរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃដំណើរការប្រឹក្សាណែនាំរបស់ណែនាំបញ្ចូលទាំងផែនការបន្ទាប់សម្រាប់ដំណើរការប្រឹក្សាណែនាំចំណុចទី2អ្នកអាចប្រើទម្រង់របាយការណ៍នៅឧបសម្ព័ន្ធ6ទំព័រ152សូមអរគុណបាទអរគុណលោកច្រើនលោកគ្រូបានចូលរួមអានចឹងនេះជារបាយការណ៍បន្តលោកគ្រូធ្វើមកដល់ពេលបញ្ចប់ហ្នឹងបាទបានអនុវត្តផែនការនឹងអនុវត្តហើយលោកគ្រូអាចផ្ទេរទាំងអស់ហ្នឹងបាទដោយសង្ខេបទៅលើប្រធានបទឬក៏គោលដៅបាទឬក៏គោលឬក៏វត្ថុបំណងហ្នឹងបាទដាក់បញ្ចូលមកហើយសកម្មភាពប្រឹក្សាណែនាំបាទដែលបានព្រមព្រៀងអនុវត្តហ្នឹងមានន័យខ្លះមានការផ្សព្វផ្សាយការជួបមួយទល់មួយការធ្វើបទបង្ហាញជាក្រុមអញ្ចឹងទៅបាទចឹងដោយឆ្លើយតបទៅនេះហើយយើងមានជាសំណួរបាទជាឧទាហរណ៍នៅក្នុងសិភៅណែនាំរបស់យើងអញ្ចឹងគឺបាទហើយចាំមើលពេលរឿងខ្ញុំអាចនឹងបង្ហាញឧទាហរណ៍ពីជុំទី1ដែរបាទដើម្បីលោកអាចមានជាគំនិតតែក៏មិនចែកជូនទេដោយសារនោះវាជាឯកជនភាពរបស់មន្ទីរអប់រំមួយដែរអញ្ចឹងគឺបាទអរគុណអញ្ចឹងចុងក្រោយមានរបាយការណ៍ដល់លោកគ្រូក្នុងនេះខ្ញុំចង់ជម្រាបឲ្យហើយដែរបើគាត់ន័យថាលោកគ្រូក្នុងកែឡៃបាទអាចថាដាក់ដល់សរសេររបាយការណ៍ជារួមមកបើសិនលោកគ្រូមានគ្នា5 6នាក់បាទអញ្ចឹងអាចជួយគ្រប់គ្រងដល់បុគ្គលិកបានប្រហែលនាក់សរសេរជារួមមកដោយសង្ខេបទៅលើសកម្មភាពឬក៏ខ្លឹមសារឬក៏បញ្ហាប្រឈមនានាហ្នឹងបាទដាក់ចូលរួមគ្នាមកណាបាទអញ្ចឹងបានជារបាយការណ៍រួមគ្នាមួយបាទអញ្ចឹងក្នុងនេះខ្ញុំអានជូនចុះកុំឲ្យយូរបាទអញ្ចឹងគម្រោងប្រតិបត្តិនេះនឹងចាប់ដើមនៅពេលបាទបញ្ចប់វគ្គបណ្ដុះបណ្ដាលបាន1សប្តាហ៍ឥឡូវយើងបញ្ចប់តែនេះអាចចាប់ដើមបន្តបានគឺបាទប៉ុន្តែលើកចិត្តឲ្យការបន្តការសកម្មភាពប្រឹក្សាណែនាំនេះបន្ទាប់ពីសប្តាហ៍ដំបូងបាទអញ្ចឹងអត់ពជាទេលោកកុំឲ្យយើងខាតពេលច្រើនបាទអញ្ចឹងអ្នកសម្របសម្រួលពីក្រសួងអប់រំយុវជននិងកីឡាគ្រប់គ្រងដោយអង្គការ CAPE ផ្ដល់ការណែនាំដើម្បីជួយសកម្មភាពបង្កើតការគ្រប់គ្រងប្រឹក្សាណែនាំនៅការិយាល័យនិងលើកកម្ពស់ជំនាញភាពជាណែនាំរបស់ខ្លួននិងបុគ្គលិកបាទអញ្ចឹងក្នុងនេះដោយលោកបានមានប្រសាសន៍ថាពេលអនុវត្តស្នើសុំសួរបន្ថែមអត់បញ្ហាលោកគ្រូអញ្ចឹងឲ្យតែមានឧបសគ្គអីបាទអាចតម្លាក់ក្នុងក្រុមឬក៏មក personal មកបាទដើម្បីយើងអាចជួយគ្រប់គ្រងបានបាទអញ្ចឹងអាចបាទគ្រូអទេសនិងអ្នកសម្របសម្រួលនៅតាមខេត្តនីមួយៗគាត់នឹងជួយចូលរួមគ្រប់គ្រងដល់លោកគ្រូហើយអញ្ចឹងណាបាទហើយលោកគ្រូអាចរៀបចំបាទអញ្ចឹងអាចបាទជាការវិភាគដែលជាឧទាហរណ៍ទេអញ្ចឹងអាចថាបន្ទាប់ពីការណែនាំមែនទៅលោកគ្រូអាចចាប់ដើមកំណត់តម្រូវការផ្ទាល់ខ្លួនអាចយកឧបសម្ព័ន្ធទី1មកវាតម្លៃមកបាទហើយក្នុងសប្តាហ៍យ៉ាងយូរបាទអាចបញ្ចប់ឧបសម្ព័ន្ធ1ដល់5បាទហើយក្នុងនេះចាំមើលយើងមានលទ្ធភាពនៃការប្រជុំអនឡាញដើម្បី follow up អត់បាទអញ្ចឹងយើងអាចនឹងព្យាយាមមានការប្រជុំ follow up បន្ថែមនេះក៏បាទហើយបាទលោកគ្រូអាចនឹងចាប់ដើមអនុវត្តហើយអាចដូរថ្ងៃបានបាទខ្ញុំអត់បានដូរថ្ងៃជូនទេឲ្យត្រូវនឹងពេលវេលាបាទអញ្ចឹងអាចជុំវិញមួយសប្តាហ៍អីហ្នឹងអញ្ចឹងអាចសប្តាហ៍ទី2ចាប់ដើមអនុវត្តគម្រោងនឹងបានអញ្ចឹងណាគ្រូបាទហើយយើងនឹងកំណត់ថ្ងៃដែលលោកគ្រូត្រូវប្រគល់គម្រោងប្រតិបត្តិនេះបាទមកក្រុមការងារហើយមួយចុងក្រោយគឺយើងនឹងមានជាការធ្វើបទបង្ហាញនៃការឆ្លុះបញ្ចាំងបាទអញ្ចឹងអាចមានការធ្វើបទបង្ហាញជុំវិញ10នាទីសម្រាប់ក្រុមនីមួយៗហ្នឹងបាទដល់ថ្ងៃនោះដូចជាខាងក្រុមការងារអាចនឹងចុះទៅកាន់មន្ទីរបាទតបដើម្បីស្ដាប់ការធ្វើបទបង្ហាញពីក្រុមទាំង5ហ្នឹងអញ្ចឹងនោះបាទហើយពេលវេលានេះជាស្រ័យយើងអត់បានដូរឲ្យត្រូវពេលវេលាទេ
បាទយើងនឹងរៀបចំឲ្យត្រូវសម្រាប់ក្រុមតាមខេត្តនីមួយៗបាទជូនបន្ថែមបាទអូខេសូមបរូបអានសេចក្តីសន្និដ្ឋាននេះតិចបាទបាទលោកគ្រូ បាទគ្រូខ្ញុំចូលរួមបញ្ចប់ គ្រូ បាទលោកគ្រូបាទអញ្ជើញគ្រូ បាទ សូមអាន សេចក្តីសន្និដ្ឋាន សេចក្តីសន្និដ្ឋាន គំនិតរួច កំណត់ដោយផ្ដើម គម្រោង អូខេ ឡើង លោកគ្រូថាជា បាទអញ្ជើញគ្រូហើយជន់លេខរៀងគ្នាអញ្ជើញលោកគ្រូបាទអញ្ជើញ សូមសារទៀតសេចក្តីសន្និដ្ឋានគំនិតព្រួយផ្ដើមគម្រោងប្រតិបត្តិនេះឡើងគឺដើម្បីជួយសិក្ខាកាមឲ្យទី1បង្កើតការគ្រប់គ្រងផ្នែកប្រឹក្សាណែនាំក្នុងការិយាល័យរបស់ខ្លួន2ចូលរួមក្នុងការអនុវត្តជាប់ជានិច្ចដែលនឹងលើកកម្ពស់ជំនាញភាពជាអ្នកដឹកនាំរបស់ខ្លួននិងរបស់អ្នកដទៃវងកញ្ចក់បុគ្គលិកបាទអរគុណ អរគុណច្រើនលោកគ្រូបាទអញ្ចឹងនេះជាគោលបំណងសំខាន់បាទហើយថាគ្រប់គ្រងផ្នែកប្រឹក្សាណែនាំនៅក្នុងការិយាល័យបាទអញ្ចឹងដូចខ្ញុំបានជំរាបកណ្ដាលថាវាជាការចំណេញតែលោកគ្រូអាចជួយគ្រប់គ្រងគាត់បានកាត់បន្ថយការបន្តបណ្ដាកាត់បន្ថយការចំណាយដល់ទៅ 90% ណាបាទចូលរួមអនុវត្តជាប់ជានិច្ចបាទបើយើងចង់បានគឺអនុវត្តជាប់ជានិច្ចបាទតែនឹងលើកកម្ពស់បាទជំនាញភាពណែនាំរបស់ខ្លួនអញ្ចឹងមិនមែនគ្រាន់តែដឹកនាំការងារគ្រូដឹកនាំគាត់រៀនសូត្រផងណាបាទជួយបំពាក់បំពន់គាត់បន្ថែមនៅក្នុងការិយាល័យផ្ទាល់ណាបាទអរគុណលោកគ្រូមានជាសំណួរបាទយើងអាចនឹងតទៅពេលរសៀលបើសិនជាមិនដោយសារខ្ញុំអត់ចង់ឲ្យលើសពេលលោកគ្រូច្រើនអធិស្ឋានសម្រាប់ការយឺតយ៉ាវនេះលោកគ្រូមានសំណួរទេនៅពេលនេះឬក៏រងចាំពេលរសៀលបាទលោកគ្រូដែលលើកដៃនៅជាប់ពីព្រឹកមកលោកគ្រូហ៎អរគុណលោកគ្រូខ្ញុំសូមអនុញ្ញាតសម្រាប់ទៅត្រឹមនេះហើយយើងនឹងជួបគ្នាវិញនៅពេលរសៀលម៉ោងបាទយើងចូលវិញម៉ោង 2 លោកគ្រូបាទអញ្ចឹងខ្ញុំនឹងតម្លាក់ link ភាសាទៀតតែសារ link យើងអាច schedule បាន schedule លោកគ្រូបាទចូលអញ្ចឹងខ្ញុំនឹងតម្លាក់ link ថ្មីបាទមុន15នាទីមុនម៉ោង 2 ណាបាទអញ្ចឹងជួបគ្នានៅម៉ោង 2 លោកគ្រូអញ្ចឹងជូនពរភាសាពេលរសៀលឆ្ងាញ់ភាសាហើយអធិស្ឋានសម្រាប់ការលើសម៉ោងបាទលើកជុំវិញ8នាទីចាសូមអរគុណច្រើនលោកគ្រូចាសូមអរគុណលោកគ្រូអ្នកគ្រូដែលជាសិក្ខាកាមចាសូមគ្រប់អរគុណសូមជម្រាបលាចាបាទជម្រាបលាលោកគ្រូបាទជួបគ្នាពេលរសៀលបាទគ្រូម៉ោង 2 ជួបគ្នា បាទជួបគ្នាម៉ោង 2 លោកគ្រូបាទជម្រាបលា